បាទសួស្តីបងប្អូនទាំងអស់គ្នាពីកណ្ដាលព្រៃឡង់ទៅហើយនេះជាទេសភាពនៅពេលព្រឹកថ្ងៃទី12ខែ6ឆ្នាំ2026ហើយនៅក្នុងព្រៃនៅពេលព្រឹកយើងរៀបចំធ្វើម្ហូបផងហើយខ្ញុំគឺនៅពេលដែលគេធ្វើម្ហូបគឺខ្ញុំចូលចិត្តដើរក្នុងព្រៃមើលដើមឈើហើយថតទេសភាពនៅក្នុងព្រៃហើយនៅក្នុងព្រៃគឺអត់មានស្អីច្រើនទេបងប្អូនមានតែសំឡេងសត្វមានតែដើមឈើព្រឹកឡើងគឺមានន័យថា relax មែនតើស្រស់ស្រាយអញ្ចឹងបានខ្ញុំចូលចិត្តចូលក្នុងព្រៃជាងនៅតាមទីក្រុងដោយសារតែនៅពេលដែលយើងចូលទៅក្នុងទីក្រុងយើងឮសំឡេងរំពងខ្លាំងវាធ្វើឲ្យខួរក្បាលខ្ញុំគឺប៉ះទង្គិចមែនតើតែបើយើងមកនៅក្នុងព្រៃគឺធ្វើឲ្យខ្ញុំគឺមានអារម្មណ៍ស្រស់ស្រាយហើយអារម្មណ៍គឺយល់ទៅផ្លូវចិត្តរបស់ខ្ញុំគឺអត់ត្រូវគ្នានឹងនេះទេផ្លូវចិត្តរបស់ខ្ញុំគឺចិត្តនៅក្នុងព្រៃហើយពេលព្រឹកអញ្ចឹងទៅយើងដើរថតយកទិន្នន័យឆ្នាំឈើដើមឈើប្រភេទសត្វព្រៃអីផ្សេងៗណាឥឡូវយើងដល់ជំរំការស្នាក់នៅរបស់យើងវិញហើយឥឡូវនេះម៉ោង6ជាងជិតម៉ោង7ហើយយើងរៀបចំមកខ្លះនោះអាំងត្រីខ្លះនោះបាយហ្នឹងហើយដល់រោវិញទៅមុនឃ្លានមុនណានោះ